ជម្រាបសួរបងប្អូនអឺខ្មោចសម្ដេចតាគឺមានការខកចិត្តមែនទែនបងប្អូនយើងឃើញថាក្រោមការដឹកនាំរបស់លោកកាលពីឆ្នាំ1991-93ខ្ញុំឃើញលោកខំប្រឹងបង្រួបបង្រួមជាតិប្រមូលគ្រប់ភាគីទាំងអស់ដើម្បីចូលតុចរចាហើយដើម្បីពង្រឹងនៅជាតិឲ្យបង្រួបបង្រួមជាតិឡើងវិញប៉ុន្តែលោកស្លាប់ទៅប្រហែលឆ្នាំនេះឃើញថាមានការខកចិត្តក្រោមការដឹកនាំហ៊ុនសែនគឺបានបំបែកប្រទេសកម្ពុជាជាកង់កាត់កណិតកណាត់ចែកគ្នាស៊ីអស់ហើយផ្ទៃក្នុងនៃប្រទេសកម្ពុជាបែកបាក់សត្វរសាយរត់ចោលស្រុកបាទអញ្ចឹងវាផ្ទុយពីគោលបំណងរបស់សម្ដេចសីហនុសុខចិត្តណាដើម្បីបង្រួបបង្រួមជាតិសុខចិត្តប្រឡេកអំណាចតែកូនខ្លួនឯងបានដឹកនាំប្រទេសកាលហ្នឹងគឺនាយករដ្ឋមន្ត្រីទី1សុខចិត្តឲ្យហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីទី2ដើម្បីចង់មហិច្ឆតារបស់លោកគឺចង់បង្រួបបង្រួមជាតិលោកប្រមូលអ្នកស្នេហាជាតិទាំងអស់មកវិញដោយកាលហ្នឹងដូចខ្ញុំចាំបានដោយលោកប្រធានសំស៊ីក៏លោកប្រមូលពីប្រទេសបារាំងមកធ្វើកិច្ចការនៅក្នុងប្រទេសកម្ពុជាហើយគ្រប់ភាគីទាំងអស់ទាំងខ្មែរក្រហមអីគឺលោកខំប្រឹងប្រមូលដើម្បីមកចូលរួមតុចរចាដើម្បីបោះឆ្នោតប៉ុន្តែមកដល់ពេលនេះឆ្នាំ91 93 97 98ណាយើងឥឡូវមកដល់ឆ្នាំ2026ឥឡូវនេះគឺប្រទេសកម្ពុជាត្រូវបានថៃឈ្លានពានផ្ទៃក្នុងកម្ពុជាត្រូវបានបែកបាក់ជាកង់ខ្ទេចខ្ទីអស់ហើយអ្នកស្នេហាជាតិត្រូវបានគេសម្លាប់ហើយអ្នកខ្លះរត់ចោលស្រុកជាពលរដ្ឋខ្មែរត្រូវបានប្រត់ប្រាស់វិនិច្ឆ័យប្រត់ប្រាស់ចេញពីស្រុកកំណើតទៅធ្វើខ្ញុំគេនៅទូទាំងពិភពលោករាប់លានអ្នកដែលប្រវត្តិប្រទេសកម្ពុជាគឺមិនដែលមានទេស្ទល់តែសោះក្នុងប្រវត្តិនៃប្រទេសកម្ពុជាគឺមិនដែលមានប្រជាពលរដ្ឋឯណារាប់លានអ្នកទៅធ្វើខ្ញុំគេនៅក្រៅប្រទេសទេហើយក៏គ្មានប្រជាពលរដ្ឋណារាប់លានអ្នកដែលត្រូវបានរដ្ឋប្រត់ប្រាស់ក្រុមគ្រួសារនេះគឺជារឿងសោកនាដកម្មដ៏ឈឺចាប់បំផុតដែលខ្មែរយើងមិនអាចបំភ្លេចបានហើយក៏គ្មានសម័យកាលណាដែលកាត់ដីកាត់ទឹកដើម្បីអំណាចណាកាត់ដីដើម្បីបដូរជាមួយនឹងសន្តិភាពគឺអត់ដែលមានមេដឹកនាំណាធ្វើបែបហ្នឹងទេនេះគឺទើបតែមានមេដឹកនាំនៅក្នុងរបបត្រកូលហ៊ុនតែប៉ុណ្ណោះដែលខ្ញុំមើលឃើញដែលសុខចិត្តណាកំតិចខ្មែរគ្នាឯងដើម្បីក្រាញអំណាចអរគុណបងប្អូន